ស្នងការខេត្តកំពតលើកឡើងថាលោកហ៊ានប្រឈមមុខតាមផ្លូវច្បាប់ក្រោយផ្ទុះរឿងមហាជនចង់ឃើញមុខជនសង្ស័យជាស្នងការរងខេត្តកំពតរួមទាំងមន្ត្រីប៉ូលីស PM ជាង40នាក់ដែលមិនបានបង្ហាញមុខកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2026មហាជនជាច្រើននៅក្នុងបណ្ដាញសង្គម Facebook ចង់ឃើញមុខជនសង្ស័យដែលជាស្នងការរងខេត្តកំពតរួមទាំងមន្ត្រី PM ប៉ូលីសជាង40នាក់ដែលបានចាប់ឃាត់ខ្លួនដែលពាក់ព័ន្ធនឹងបទល្មើសលួចសម្ភារៈក្នុងកាស៊ីណូនៅព្រែកចាកខេត្តកំពតនាពេលកន្លងទៅពាក់ព័ន្ធនឹងករណីខាងលើនេះប្រភពព័ត៌មានបានបញ្ជាក់ថាមានមន្ត្រីនគរបាលចំនួន32នាក់មន្ត្រីអាវុធហត្ថចំនួន12នាក់រួមទាំងអ្នកទទួលផលចោរកម្ម4នាក់ទៀតផងដែរដែលនឹងត្រូវបានបញ្ជូនមកសាលាដំបងរាជធានីភ្នំពេញបន្ទាប់ពីសមត្ថកិច្ចខេត្តកំពតកសាងសំណុំរឿងរួចហើយនៅថ្ងៃទី30ឧសភា2026ដដែលលោកផៃបណ្ណាក៏បានធ្វើការបង្ហោះសារពាក់ព័ន្ធជាមួយនឹងករណីខាងលើដែលមានខ្លឹមសារបែបនេះថាអាណិតចៅអំបុកចៅអំបែងចោលលួចជ័យគេមួយស្ទងគេចាប់វាយខ្នោះបង្ហោះលើបណ្ដាញសង្គម Facebook ប្រងព្រាតរូបថតចាស់តែដល់មន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថនៅខេត្តកំពតធ្វើចោលគេចាប់បានគេលាក់រូបចិត្តឆឹងមហាជនកំពុងតែរងចាំមើលតែពេលណាទៅគេបង្ហាញមុខមាត់មន្ត្រីចោលជាសាធារណៈឬមួយកាមេរ៉ាថតបានតែចោលអំបុកចោលអំបាយឬលោកផៃបណ្ណាបានបន្តបង្ហោះសារទៀតថាចោលលួចដូងសមត្ថកិច្ចនគរបាលចាប់ថតបង្ហោះតាម Facebook ប្រងព្រាតពេលមន្ត្រីនគរបាលមន្ត្រីអាវុធហត្ថខេត្តកំពតធ្វើចោលគេលាក់ចិត្តឆឹងលោកបន្តទៀតថាគេថានីតិវិធីអញ្ចេះនីតិវិធីអញ្ចោះចុះហេតុអ្វីបានប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសច្បាប់គ្មានគិតពីនីតិវិធីអញ្ចេះនីតិវិធីអញ្ចោះបន្ទាប់ពីមានការផ្ទុះក៏ក្រាកពេញបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងប្រជាពលរដ្ឋក៏ដូចជាលោកផៃវណ្ណៈចង់ឃើញមុខជនសង្ស័យដែលជាស្នងការរងខេត្តកំពតក៏ដូចជាមន្ត្រីប៉ូលីស PM ជាង40នាក់នោះស្រាប់តែស្នងការខេត្តកំពតក៏បានអះអាងបែបនេះថាលោកហ៊ានប្រឈមមុខផ្លូវច្បាប់បើលោកពាក់ព័ន្ធនឹងករណីនេះបើយោងតាមសារដែលបង្ហោះនៅលើ Page ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី31ខែឧសភាឆ្នាំ2026នេះបានបញ្ជាក់យ៉ាងដូចនេះថាមេណាធ្វើមេណាអ្នកពាក់ព័ន្ធត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់រួមទាំងរូបខ្ញុំផងដែរប្រសិនបើខ្ញុំមានការពាក់ព័ន្ធនៅក្នុងករណីខាងលើនេះចំពោះអត្តសញ្ញាណរបស់មន្ត្រីដែលពាក់ព័ន្ធគឺអង្គភាពសម័យជាអ្នកផ្សព្វផ្សាយហើយសារព័ត៌មានផ្សេងទៀតអាចដកស្រង់យករូបភាពបន្តពីស្នងការដ្ឋាននគរបាលខេត្តកំពតទៅផ្សព្វផ្សាយបន្តនៅពេលដែលចៅក្រមស៊ើបសួរបញ្ចប់នីតិវិធីនិងចេញដីកាឃុំខ្លួនអ្នកទាំង32នាក់នោះខ្ញុំនឹងបង្ហោះរូបអ្នកទាំងអស់នោះឲ្យសាធារណជនទាំងអស់បានឃើញក្នុងពេលឆាប់នៅទីបំផុតនៅល្ងាចថ្ងៃទី31ខែឧសភាឆ្នាំ2026ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញមុខអ្នកពាក់ព័ន្ធទាំង32នាក់នោះហើយនៅក្នុងនោះមានឈ្មោះចិនរតនាតួនាទីជាស្នងការរងខេត្តកំពតនិងមានមន្ត្រីក្រាក់ជាច្រើនអ្នកទៀត